បាទរាត្រីនេះបងអែមលៀងមាត់មានមកផ្ទះធំដូចធម្មតាមានទាំងបង្អែមខ្មែរនិងបង្អែមអន្តរជាតិបាទដើម្បីកុំឲ្យខាតពេលយូរដោយសារតែមានពេលខ្លីហើយខ្ញុំត្រូវចូលធ្វើការផងដូច្នេះខ្ញុំសូមជម្រាបជូនព័ត៌មានដែលមានមេតិការដូចតទៅបាទលោកហ៊ុនសែនស្នើឲ្យកម្ពុជាបិទផ្លូវចរចាទ្វេភាគីជាមួយថៃរឿងព្រំដែនទឹករដ្ឋមន្ត្រីការបរទេសថៃបញ្ជាក់ថាកោះកុដជារបស់ថៃកម្ពុជានៅស្ងៀមជាជាងស្រដីបំណងថៃរឿងលុប MOU 2001គឺរឿងកោះកុដនិងប្រយោជន៍វិនិយោគធនធានបាតសមុទ្រត្រួតស៊ីគ្នាមន្ទីរវិចិត្រសិល្បៈថៃចុះបញ្ជីប្រាសាទខ្មែរចំនួន3ជាបេតិកភណ្ឌជាតិរបស់ថៃជាផ្លូវការអភិបាលខេត្តបាត់ដំបងអះអាងផ្ទុយពីរដ្ឋាភិបាលកម្ពុជារឿងថៃសង់របងព្រំដែនបំពេញដីខ្មែរប៉ូលីសថៃរកឃើញភស្តុតាងថ្មីថាជនជាតិចិនដែលកាន់លិខិតឆ្លងដែនខ្មែរឈ្មោះស៊ុនមីងចិនចាប់ខ្លួននៅថៃជាប់ពាក់ព័ន្ធការឆោបបោកនៅកម្ពុជាប្រធានអង្គការសុខភាពពិភពលោកប្រាប់បរទេសសំទោសប្រាប់ប្រទេសទាំងអស់នៅលើពិភពលោកឲ្យត្រៀមខ្លួនទប់ទល់វីរុសហាន់តាដែលនឹងឆ្លងច្រើនបន្ថែមទៀតតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បើកដីកាសម្ងាត់បង្គាប់ឲ្យចាប់ខ្លួនអតីតមេប៉ូលីសហ្វីលីពីននិងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបាទឥឡូវនេះព័ត៌មានទី1គឺជាព័ត៌មានមិនសូវជាល្អប្រហែលដែរទេព្រោះអីដោយសារតែយើងដឹងហើយនៅក្នុងបរិបទនៃចំនួនព្រំដែនកម្ពុជាថៃនេះគឺភាគីទាំងពីរហាក់បីដូចជាលេងល្បែងនយោបាយមួយដ៏គួរឲ្យចម្លែកហើយជាល្បែងថៃជាអ្នកចាប់ផ្ដើមហើយកម្ពុជាកំដរលេងល្បែងនេះដែរល្បែងនោះគឺតកតងនឹងការលុប MOU 2001ដែលបានចុះជាមួយគ្នាតាំងពីឆ្នាំ2001 25ឆ្នាំកន្លងទៅហើយស្រាប់តែមកសុកថៃចាប់ផ្ដើមលុបចោលយន្តការចរចាទ្វេភាគីឬក៏ដោះស្រាយបញ្ហាព្រំដែនទ្វេភាគីទៅវិញដែលយើងដឹងថាការដែលលុប MOU 2001នេះគឺជាល្បិចរបស់ថៃនៅក្នុងការពង្រៀងស្ថានភាពជាច្រើននៅក្នុងរឿងប្រទេសថៃផងហើយមានទាំងរឿងកោះកុដមានទាំងរឿងព្រំដែនត្រួតស៊ីគ្នានៅផ្ទៃសមុទ្រតកតងនឹងធនធានធម្មជាតិរាយធម្មជាតិក្រោមបាតសមុទ្រផងហើយនឹងតកតងនឹងការពង្រៀងការចាប់អារម្មណ៍រឿងថៃកំពុងតែសម្រុកសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីនៅលើទឹកដីខ្មែរដែលថៃវាដណ្ដើមបានជាង60ទីតាំងនៅឯតំបន់ព្រំដែនដីគោកផងដូច្នេះល្បិចរបស់ថៃនេះគឺមិនមែនជារឿងភ្ញាក់ផ្អើលប្រមាណមែនក៏ប៉ុន្តែវាជារឿងកេងចំណេញប្រយោជន៍ថៃបានយ៉ាងច្រើនសន្ធឹកបាទដែលធ្វើឲ្យកម្ពុជាគឺវក់តាមថៃតែម្ដងនេះគឺយើងវក់តាមថៃហ្មងព្រោះថៃទីទេងាកទៅនេះយើងងាកទៅនេះថៃរេទៅនេះយើងរេទៅនោះអីអញ្ចឹងទៅព្រោះអីព្រោះលបែងហ្នឹងថៃគេចាប់ផ្ដើមខ្លួនគេណាហើយកម្ពុជាអត់មានជំរឿសអីទេប៉ុន្តែលើកនេះឃើញសាររបស់លោកហ៊ុនសែនបង្ហាញអំពីភាពមិនចង់លេងល្បែងថៃខ្ញុំជឿថានេះគឺជាសារដ៏បង្ហាញអំពីភាពអំពីពីថាម្ចាស់ការរបស់ប្រទេសកម្ពុជាដែរបើយើងនិយាយឲ្យជាក់ស្ដែងតាមព្រឹត្តិការណ៍ជាក់ស្ដែងទូទៅព្រោះអីសាររបស់លោកហ៊ុនសែនក្នុងនាមជាប្រមុខរដ្ឋស្ដីទីបានន័យថាជាប្រមុខរដ្ឋស្ដីទីនេះគឺបានន័យថាជាអ្នកដែលកាន់រដ្ឋាភិបាលសប្តាហ៍នេះហើយនៅពេលដែលព្រះមហាក្សត្រខ្មែរលោកកំពុងតែព្យាបាលព្រះរាជរោគរបស់ព្រះអង្គនៅឯទីក្រុងប៉េកាំងប្រទេសចិនដូច្នេះក្នុងពេលនេះគឺលោកហ៊ុនសែនចេញសារអីក៏អាចចេញនៅក្នុងនាមជាប្រមុខរដ្ឋស្ដីទីដែលអាចជាតំណាងឲ្យរដ្ឋាភិបាលកម្ពុជាក៏ប៉ុន្តែសាររបស់លោកហ៊ុនសែនថ្ងៃនេះគឺគាត់ចេញផ្ដាំផ្ញើទៅឲ្យរដ្ឋាភិបាលកម្ពុជាក៏ដូចគាត់ស្នើទៅរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយកូនប្រុសច្បងរបស់គាត់លោកហ៊ុនម៉ាណែតនោះណាថាធ្វើយ៉ាងម៉េចកុំឲ្យចរចាទ្វេភាគីជាមួយថៃរឿងព្រំដែនសមុទ្រឲ្យសោះព្រោះអីបើជ្រុលជាថៃបានដកលុបចោលអនុសញ្ញាសំទោសលុបចោលអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2001ទៅហើយគឺឲ្យឡើងទៅតុលាការឬក៏យន្តការអន្តរជាតិមានអង្គការសហប្រជាជាតិអីហ្មងទៅមិនចាំបាច់មកជជែកពីភាគីអីទៀតទេខ្ញុំថាជំហរកន្លែងនេះគឺជាជំហរដ៏រឹងមាំរបស់កម្ពុជាដែលបង្ហាញអំពីភាពមិនទន់ជ្រាយភាពមិនអោបជើងថៃដែរខ្ញុំសូមកោតសរសើរនៅការសម្រេចចិត្តបែបនេះរបស់លោកហ៊ុនសែនដែលចេញសេចក្តីថ្លែងសារដ៏ខែងរែងដូចថាបង្ហាញអំពីភាពមិនចោះញោមថៃហើយមិនលេងល្បែងថៃណាខ្ញុំនឹងអានសារនេះហើយខ្ញុំនឹងបញ្យល់ថាហេតុអីបានជាម៉ោងហ្នឹងមកចេញសារបែបហ្នឹងហើយចុះពីមុនមកហេតុអីក៏មិនចេញសារបែបហ្នឹងដែរអឺអ្វីដែលលោកហ៊ុនសែនសរសេរនៅលើបណ្ដាញសង្គម Facebook របស់គាត់ថ្ងៃនេះគាត់និយាយចេះគាត់ថាកាលពីម្សិលមិញថ្ងៃទី11ខែឧសភាឆ្នាំ2026មានការចុះផ្សាយដោយសារព័ត៌មានថៃ
ថាលោករដ្ឋមន្ត្រីការបរទេសថៃបាននិយាយថាក្រោមអនុសញ្ញាច្បាប់សមុទ្របន្ទាប់ពីលុបចោលអនុសារណៈយោគយល់គ្នាឆ្នាំ2001ត្រូវតែដំណើរការនៅក្នុងក្របខ័ណ្ឌនៃអនុសញ្ញាដែលមានច្រើនដំណាក់កាលហើយវិធីសាស្ត្រចម្បងគួរតែជាការចរចារវាងភាគីទាំងពីរជាមុនសិនបាទខ្ញុំបើកវងកញ្ចក់កន្លែងនេះបន្តិចតាមពិតលោកសីហស័កភួងកេតកែវដែលជារដ្ឋមន្ត្រីក្រសួងការបរទេសថៃគឺកាលពីម្សិលមិញថ្ងៃទី11ខែឧសភាលោកពិតជាបានថ្លែងតាក់ទងនឹងអនុសារណៈនៃការយោគយល់គ្នាដោយលោកបានជំទាស់ទៅនឹងភាគីកម្ពុជាដែលថាថៃយល់ព្រមដូចថាបញ្ជូនរឿងនេះទៅឲ្យភាគីទី3អីចឹងព្រោះអីភាគីថៃហាក់បីដូចជាអកសើបាទអកសើហ្នឹងគឺបានន័យថាលុបMOU 2001នឹងចោលក្នុងគោលបំណងថាកម្ពុជាឡើងទៅដល់ណាដល់នឹងទៅអត់ខ្វល់ចង់និយាយចឹងណាពីដើមឡើយហ្នឹងគឺចំហថៃគឺអញ្ចឹងព្រោះអីរឿងលុប MOU 2001នេះគឺមែនតើទៅវាបើតាមបញ្ញវន្តថៃគឺគេលើកឡើងហាក់បីដូចជាស្រោះគ្នាថាអ្នកដែលខាតប្រយោជន៍គឺថៃទៅវិញចង់និយាយចឹងណាសូម្បីតែលោកហ៊ុនសែនហ្នឹងក៏យកសាររបស់បណ្ឌិតឬក៏បញ្ញវន្តថៃយកមកផ្សាយនៅលើ Facebook គាត់ប្រហែលប្រហែលជាសប្តាហ៍មុនដែរថាតាថៃហ៊ានតែលុប MOU 2001ហ្នឹងគឺថៃជាអ្នកខាតប្រយោជន៍ហើយខ្ញុំក៏បានជម្រាបជូនបងប្អូនដែរថានៅពេលដែលលោកហ៊ុនសែនឮសូរថាថៃខាតប្រយោជន៍ហើយភ័យខ្លាចថៃខាតប្រយោជន៍បែរទៅជាអឺរំលឹកថៃថាកុំឲ្យលុប MOU 2001ហ្នឹងខ្ញុំចេះតែឆ្ងល់ខ្លួនឯងដែរថាចុះបើខាតប្រយោជន៍ថៃវាមិនចំណេញខ្មែរហើយចុះបើចំណេញខ្មែរហេតុអីបានជាលោកហ៊ុនសែនទៅភ័យម៉េះខ្លាចថៃខាតព្រោះយើងសប្ងៃហ្នឹងក្រែងចង់ឲ្យថៃលលាយហីចង់ឲ្យថៃខាតហីចង់ឲ្យចំណេញខ្មែរហើយដល់ពេលដឹងថាបើលុបអាហ្នឹងចំណេញខ្មែរហេតុអីបើនៅអោបជើងថៃហេតុអីបើនៅស្ដាយហេតុអីបើនៅកុំអីហីប្រាប់ថៃពុំមានថៃទៅថាលុបអាហ្នឹងទៅវាប៉ះពាល់នេះប៉ះពាល់នោះហើយបើខាតថៃហេតុអីបានជាខ្លាចខាតមិនព្រមបច្ចេតែម្ដងទៅដូចតែលោកធ្លាប់ធ្វើកាលពីជំនាន់ដែលពេលគេសុំពេលដែលគេថាយើងរំលាយសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យ EBA ខាងសហភាពអឺរ៉ុបថានឹងដក 20% លោកថាដក 100% ហ្មងទៅកុំដកអីត្រឹម 20% ខ្មែរមិនស្លាប់ទេអាហ្នឹងកាលពីមុនយើងធ្លាប់អញ្ចឹងដែរតែដល់ពេលរឿងថាថៃខាតបែរទៅជាយើងចាប់ផ្ដើមប្រាប់ថៃទៅវិញថាណែកុំធ្វើនឹងខាតយើងដើរតួជាមនុស្សចិត្តល្អខ្លាចថៃខាតថៃមានខាតអីគេទៀតយកដីខ្មែរយើងអស់មកកណយហ្នឹងហើយតែយើងគ្រាន់តែចង់ឲ្យតែថៃលលាយតាមមិនចឹងហីបើតាមមើលសកម្មជនគណៈបកប្រជាជនកម្ពុជារដ្ឋាភិបាលកម្ពុជាហ្នឹងមួយថ្ងៃអណាឲ្យតែលឺថាថៃចង្រៃសកម្មជនគាត់ស្អីគេប្រជាពលរដ្ឋខ្មែរហ្នឹងឲ្យតែឃើញទឹកជន់ទឹកចំនួនអីសុទ្ធតែបដាសាសុទ្ធតែត្រូវអាគុំអូមអាមអីថៃលលាយឲ្យដោយសារតែមកយកដីខ្មែរយកអីហ្នឹងគឺបច្ចេទៅឲ្យឆក់សេះភ្លើងពោះចឹកស្លាប់អាពេលគេពងលិចទឹកជន់អីហ្នឹងគឺយើងក្រែងបន់ឲ្យគេស្លាប់បន់ឲ្យគេខាតអញ្ចឹងហើយទៅដល់ពេលឮសូរគេខាតយើងបែរទៅជាប្រាប់ថាកុំលុបអីក៏ប៉ុន្តែថៃមានតែស្ដាប់យើងរឿងខាតរឿងចំណេញអីគេគិតថាលុបទៅគឺវាបានចំណេញគេឥឡូវគេក៏លុបពេលដែលគេទៅក៏លុបពេលប្រកាសជាផ្លូវការតាមពិតលុបហ្នឹងគឺគ្រាន់តែជាការសម្រេចលុបជាឯកច្ឆន្ទដោយគណៈរដ្ឋមន្ត្រីថៃទេព្រោះរដ្ឋសភាថៃអត់ទាន់បោះឆ្នោតលុប MOU 2001នឹងនៅឡើយទេនិយាយរួម MO 2001ហ្នឹងគឺលុបក្នុងនាមតែជាការជូនដំណឹងមកហើយគឺគេថាគេមានចេតនាលុបអីអញ្ចឹងណាប៉ុន្តែខ្ញុំជឿថាអាចទៅឆ្លងរដ្ឋសភាថៃដែរព្រោះរឿងតាក់ទងនឹងព្រំប្រទល់ដែនអធិបតេយ្យកម្ពុជាមិនអាចរដ្ឋាភិបាលសម្រេចម្នាក់ឯងទេតែសភារបស់ថៃហ្នឹងគឺជាសភារបស់រដ្ឋាភិបាលនឹងឯងដែលមានមនុស្សកូតាគណៈបកនៃគណៈបកដែលកំពុងរៀបចំរដ្ឋាភិបាលចម្រុះចឹងចង់ពេលដែលសភាចូលមកហ្នឹងគឺបោះឆ្នោតលើកដៃតាមតែរដ្ឋាភិបាលដែរទេវាអត់មានបកជំទាស់បកអីណាស្រួចស្រាលអីខ្លាំងរហូតតតែខ្ទាស់មិនអោយរឿងនេះមាន50+1ដើម្បីឲ្យចេញសម្រេចតាមអ្វីដែលគណៈរដ្ឋមន្ត្រីថៃបានសម្រេចរួចហើយនោះទេដូច្នេះវានឹងរឿងនេះគឺអង្គទៅជាបាយហើយគឺនឹងលុបហើយប៉ុន្តែនៅពេលដែលលោកអនុទិនច័ន្ទវរៈគុលនិងលោកហ៊ុនម៉ាណែតជួបគ្នានៅកោះសេប៊ូនៅប្រទេសហ្វីលីពីនក្រោមការសម្របសម្រួលរបស់ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr គឺភាគីទាំងពីរជូនដំណឹងគ្នាតាក់ទងនឹងMOU 2001ដែលលុបហ្នឹងហើយឮថាខាងភាគីកម្ពុជាថាភាគីថៃអ្វីដែលលោកហ៊ុនម៉ាណែតប្រាប់ថានឹងនាំរឿងនេះទៅយន្តការអន្តរជាតិគឺតាក់ទងនឹងគេហៅថាយន្តការផ្សះផ្សាដោយបង្ខំអ្វីគេនោះហើយគេហៅ compulsory conciliation គឺបានន័យថាការដែល
កតាបកិច្ចចាំបាច់ដែលត្រូវឲ្យភាគីដែលអត់ព្រមគ្នានឹងត្រូវតែរើសចាត់គណៈកម្មការ5នាក់មានថៃ2ខ្មែរ2និងប្រធានមួយជ្រើសរើសថៃនិងខ្មែររួមគ្នានឹងទៅដើម្បីដោះស្រាយបញ្ហាវិបត្តិព្រំដែនសមុទ្រហ្នឹងអីចឹងទៅថាភាគីថៃព្រមទៅឆាកអន្តរជាតិតែពិតទៅឆាកអន្តរជាតិហ្នឹងអត់មានអីថ្មីទេព្រោះថៃមុននឹងលុប MOU ហ្នឹងពេលដែលគេពេលបញ្ញវន្តថៃប្រាប់ថាលុប MOU ហ្នឹងមានបញ្ហាតកតងនឹងការជជែកគ្នាជាមួយខាងកម្ពុជាហើយកម្ពុជាអាចយករឿងនេះទៅយន្តការភាគីទី3ឬអន្តរជាតិហើយថៃក៏គេថាទៅណាទៅគេអត់ខ្វល់ផងហើយយើងឮប្រសាសន៍ហ្នឹងពីលោកអនុទិនច័ន្ទវរៈគុលយើងឮពីលោកសៀស័កភួងកេតកែវអីហ្នឹងជាញយដងមកហើយតើថារឿងទៅតុលាការអន្តរជាតិឬក៏យន្តការអន្តរជាតិហ្នឹងថៃនឹងកំដរបានអីអញ្ចឹងព្រោះដោយសារតែលុបអាហ្នឹងគឺទៅច្រកហ្នឹងហើយថៃដឹងខ្លួនដែរតាក៏ប៉ុន្តែស្រាប់តែម្សិលមិញនេះស្រាប់តែលោកសៀស័កភួងកេតកែវក៏ប្រកែកមកថាថៃអត់បាននិយាយថាព្រមយករឿងនេះទៅយន្តការតុលាការអន្តរជាតិទេគឺគាំទ្រឲ្យមានការចរចាទ្វេភាគីឃើញថៃធ្វើស៊ីទៀតទេថៃគាត់ចង់ទៅប្រាប់សហគមន៍អន្តរជាតិថាថៃនៅតែជាភាគីចាស់ទុំគឺមានរឿងអីចង់តែដោះស្រាយទ្វេភាគីព្រោះថៃខ្លួនឯងពីដើមឡើយមករឿងចំនួនព្រំដែននេះថៃអត់ឲ្យខ្មែរយើងនាំរឿងនេះទៅភាគីទី3ទេថៃស្អប់ភាគីទី3ខ្លាចភាគីទី3ណាស់ជាពិសេសខ្លាចតុលាការអន្តរជាតិក៏ប៉ុន្តែសួរថាហេតុអីបានជាថៃបន្ថយលុប MOU 2001ដែលដឹងថាតែលុបហើយគឺទៅភាគីទី3ឬអន្តរជាតិហ្នឹងហើយបើទៅភាគីទី3អន្តរជាតិណាវាមានផលប៉ះពាល់ដល់រឿងចំនួនព្រំដែនខ្មែរថៃនេះខ្លាចខ្មែរដាក់ប្រឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនិងយុត្តិធម៌អន្តរជាតិដែរតែខ្ញុំជឿថាថៃខ្លាចខ្មែរប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិព្រហ្មទណ្ឌអន្តរជាតិរឿងព្រំដែនដីគោកដីថៃដណ្ដើមយកបានតែជាមួយគ្នានេះមកលលែងជាមួយខ្មែរតាក់ទងនឹងរឿងព្រំដែនសមុទ្រត្រួតស៊ីគ្នានៅកោះកុដហ្នឹងហើយសុកចិត្តលុប MOU ដែលដឹងខ្លួនថាទៅលុប MOU អាយន្តការចរចាទ្វេភាគីគឺវាលលាយដោយស្វ័យប្រវត្តិហើយនឹងឡើងទៅតុលាការអន្តរជាតិតើថៃចង់បានអីឲ្យប្រកាសបងប្អូនបើយើងមើលថៃខូចប៉ុន្តែពំតំណោតក៏គេហៅជាប់ជិតខ្លួនឯងដែរនៅក្នុងន័យមួយខ្ញុំនិយាយជាប់ជិតហ្នឹងគឺបានន័យថាអូសទូកមិនឲ្យល្អានចាប់ត្រីបាននិយាយទៅអូសទូកធ្វើឲ្យល្អានចាប់ត្រីបានហើយធ្វើឲ្យល្អទឹកណាឥឡូវថៃកំពុងតែរញ៉េរញ៉ៃដែរនៅក្នុងន័យពំតំណោតខ្លួនឯងព្រោះដឹងថាលុប MOU 2001គឺនឹងទៅយន្តការអន្តរជាតិប៉ុន្តែបបួលខ្មែរឲ្យទៅយន្តការអន្តរជាតិក្នុងសមុទ្រតែអត់ចង់ឲ្យទៅយន្តការអន្តរជាតិលើព្រំដែនដីគោកយ៉ាងម៉េចទៅវិញរឿងហ្នឹងឥឡូវនេះចាប់ផ្ដើមដូរពាក្យដូរមាត់ដូរកដូរសម្ដីថាគេអត់បានស្វាគមន៍ខ្មែរឲ្យទៅតុលាការអន្តរជាតិឬក៏យន្តការអន្តរជាតិណាមួយទេចង់ឲ្យចរចាទ្វេភាគីនៅតែធ្វើឲ្យចរចាទ្វេភាគីដដែលក្នុងន័យនេះហើយប្រហែលជាថៃអាចថាលួងខ្មែររឿងព្រំដែនដីគោកបើចរចាទ្វេភាគីថៃនឹងអាចគ្រប់គ្រងដែនអធិបតេយ្យខ្មែរប្រមាណដណ្ដើមយកបានពេលវាយគ្នា2ដងហ្នឹងឬក៏យ៉ាងម៉េចឥឡូវនៅពេលរឿងនេះកើតឡើងអញ្ចឹងបានជាមានសាររបស់លោកហ៊ុនសែនតបទៅនឹងលោកសីហស័កភួងកេតកែវដែលនិយាយថាថៃអត់ចង់ទៅណាទៀតក្រៅពីទ្វេភាគីតែថៃខ្លួនឯងរំលាយចោលយន្តការទ្វេភាគីអញ្ចឹងបានថាថៃដូចរៀងអញ៉ៃដែរបងប្អូនពីដើមឡើយមកខ្មែរយើងលេងល្បែងថៃរហូតប៉ុន្តែឥឡូវនេះហាក់បីដូចជាដឹងខ្លួនឬក៏យ៉ាងម៉េចប៉ុន្តែកម្ពុជាហាក់បីដូចជាមិនដូចជាមិនអល់អាយប្រមាណដែរទេអារឿងដែលថាប្រើយន្តការអន្តរជាតិតាក់ទងនឹងព្រំដែនសមុទ្រនោះណាយើងអត់ទាន់ប្រើយន្តការអន្តរជាតិរឿងព្រំដែនគោកទេអាគេយកបានហ្នឹងយើងអត់ប្រើសោះអត់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិអត់ប្តឹងទៅតុលាការព្រំដែនអន្តរជាតិឬក៏យន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីតែមកថាព្រំដែនសមុទ្រនេះអត់ទាន់មានរឿងជាមួយគ្នាសោះចង់និយាយថាឥឡូវ MOU នេះវាអត់ទាន់រលាយខ្សលនៅឡើយទេប៉ុន្តែមកររឿងមកជជែកគ្នាពីរឿង MOU 2001នឹងឡើងបែកខ្ទិះតែម្ដងអារឿងព្រំដែនដីគោកដែលគេយកតេនេះចុះហត្ថលេខាឲ្យគេនៅណានៅហ្នឹងហើយត្រូវអាចប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រំដែនអន្តរជាតិបាទអត់ព្រមប្តឹងឥឡូវទៅរករឿងថាឥឡូវទៅនិយាយពីរឿងព្រំដែនសមុទ្រនោះថាដាច់ខាតអត់ចរចាទ្វេភាគីទេទៅប្តឹងទៅតុលាការអន្តរជាតិឬក៏យន្តការអន្តរជាតិតែព្រំដែនគោកថាអត់ទៅព្រំតុលាការអន្តរជាតិទេយើងនឹងប្រើយន្តការចរចាទ្វេភាគីបបួលគេឲ្យមកចរចាទ្វេភាគីបើបងប្អូនមិនកញ្ញាញ់ខួរខ្ញុំមិនដឹងថាមិនទេបងប្អូនខ្មែរទាំងអស់គ្នាណារឿងហ្នឹងរឿងអីមិនកញ្ញាញ់ខួរយើងមើលតែយើងវល់ប៉ុណ្ណាហ៎យើងវល់មិនដឹងថាថៃហ្នឹងទិសតំបន់នៅណាហើយយើងមិនវល់រឿងរដ្ឋាភិបាលកម្ពុជាយើងមិនដឹងទិសតំបន់នៅណាដែរព្រោះអាព្រំដែនគោកគេយកបាន60កន្លែងជាងយន្តការអន្តរជាតិដែលអាចប្តឹងបានទៅតុលាការអន្តរជាតិនិងតុលាការព្រំដែនអន្តរជាតិ ICC និង ICJ យុទ្ធធរអន្តរជាតិឬក៏យន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីយើងកវត្តចោលទាំងអស់យើងអត់ធ្វើទាំងអស់យើងនៅថ្កោលទោសយើងជូនដំណឹងយើងបដិសេធយើងអីតែយើងអត់ដាក់ប្តឹង
អាហ្នឹងដែលជាយន្តការអន្តរជាតិត្រូវធ្វើបានដីមកវិញយើងអត់ធ្វើតែដល់ពេលរឿងព្រំប្រទល់សមុទ្រនៅពេលដែលថៃបបួលដំបងបបួលទៅអន្តរជាតិដល់ឥឡូវថៃរឿងអកសើថាអត់ទេចរចាទ្វេភាគីយើងចាប់ផ្ដើមថាអត់ចរចាទ្វេភាគីទេយើងត្រូវតែទៅអន្តរជាតិយើងបើមិនវល់ទេខ្ញុំមិនដឹងថាតើវាយ៉ាងម៉េចទេស្ថានភាពហ្នឹងព្រោះរឿងពីរព្រំដែនដូចគ្នាដោះស្រាយព្រំដែនគោករឿងចរចាទ្វេភាគីដោះស្រាយព្រំដែនទឹកត្រូវតែឡើងទៅតុលាការអាការពិតអាព្រំដែនគោកត្រូវឡើងទៅតុលាការអាព្រំដែនទឹកទុកសិនទៅវាអត់ទាន់មានចំនួនទេព្រំដែនទឹកនៅអត់ទាន់មានចំនួនទេចំនួននៅពេលដែលថៃចាប់ផ្ដើមវាយយកនាវាម៉ារីនឬកប៉ាល់ចម្បាំងដែនសមុទ្រនោះវាយមករំលោភឬក៏ឆ្លោះគ្នាច្បាំងគ្នាឈុលអីចឹងអាហ្នឹងតែគាត់ថាកម្ពុជាពមៀនថៃពីរឿងអាហ្នឹងថានឹងឡើងទៅតុលាការអន្តរជាតិឬក៏យន្តការអន្តរជាតិដើម្បីឲ្យថៃរៀថៃអត់រៀឥឡូវលោកហ៊ុនសែនបន្តថាបើសិនដោយការចុះផ្សាយនេះជាសម្ដីរបស់រដ្ឋមន្ត្រីការបរទេសថៃមែននោះអារឿងពាក្យថាបើការចុះផ្សាយជាសម្ដីពិតរបស់រដ្ឋមន្ត្រីការបរទេសថៃមែននោះហ្នឹងណាគឺជាកំបិតចិត្តដងឯងរបស់អ្នកនយោបាយខ្មែរដែលមកដងណាក៏ដូចដងណាដែរកាសែតថៃណាក៏ដោយឲ្យតែផ្សាយសុទ្ធតែកាសែតបំពុលបំផ្លាស់បំពៀនកាសែតយោធាកាសែតរបស់រដ្ឋាភិបាលគេជា fresh news របស់ថៃទេលក្ខណៈអីចឹងមិនទទួលស្គាល់ព័ត៌មានគេទេភាគច្រើនគឺថាកាសែតហ្នឹងជាកាសែតបំភ្លៃដល់ឥឡូវកាសែតគេចុះមកគាត់ត្រូវតបទៅតាមកាសែតដែលគាត់ថាជា fake news ហ្នឹងដែរកាសែតដែលអត់មានការពិតហើយឥឡូវគាត់ត្រូវឆ្លើយតបទាំងព្រាលទៅថាបើវាជាការពិតចោះហើយដល់អញ្ចឹងទៅវាអញ្ចឹងប្រើពាក្យប្រសិនបើអញ្ចឹងនៅក្នុងលក្ខខណ្ឌណាគាត់ថាប្រសិនបើការចុះផ្សាយនេះជាសម្ដីពិតរបស់លោករដ្ឋមន្ត្រីការបរទេសថៃមែននោះពាក្យថាវិធីសាស្ត្រចម្បងគួរតែចរចារវាងភាគីទាំងពីរជាមុនសិននេះគឺពាក្យនេះវាផ្ទុយស្រឡះជាមួយនឹងសកម្មភាពរបស់ភាគីថៃនោះលោកហ៊ុនសែនថាអញ្ចឹងដែលបានលុបចោល MOU 2001ដោយឯកតោភាគីដែលបានលុបចោលក្របខ័ណ្ឌនៃការចរចាទ្វេភាគីរួចស្រេចទៅហើយសម្រាប់ដែនសមុទ្រត្រួតស៊ីគ្នានោះជាចុងក្រោយលោកហ៊ុនសែននិយាយថាក្នុងឋានៈជាប្រមុខរដ្ឋស្ដីទីខ្ញុំសូមរំលឹកដល់រដ្ឋាភិបាលសូមកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រនិងសូមដើរឲ្យត្រង់ទៅរកយន្តការច្បាប់សមុទ្រតែម្ដងទៅគឺឆ្នាំ1982ដោយមិនរងចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយបាទអញ្ចឹងរឿងនេះគឺជារឿងចាប់ផ្ដើមល្អមើលដែរបងប្អូនបើយើងមើលទៅគឺនយោបាយកម្ពុជាហ្នឹងគឺវាអញ្ចឹងគឺថាកម្ពុជាប្រាប់ថៃថារឿងព្រំដែនសមុទ្រគឺអត់ចរចាទ្វេភាគីទេគឺត្រូវតែទៅយន្តការអន្តរជាតិខ្ញុំនៅតែលើកទឹកចិត្តខ្ញុំនៅតែសរសើរថាសារនេះគឺជាសាររឹងមាំរបស់រដ្ឋាភិបាលកម្ពុជាដែលប្រាប់ទៅភាគីថៃថាអ្នកឯងភ្លាត់ស្នៀតហើយខ្ញុំថាថៃរឿងលុប MOU 2001នេះណាអាចភ្លាត់ស្នៀតក៏ថាបានដែរភ្លាត់ស្នៀតត្រង់ន័យថាបញ្ញវន្តថៃជាច្រើនបានព្រមានដែរហើយខ្ញុំដកស្រង់បញ្ញវន្តថៃនិយាយអំពីបញ្ហានឹងដែរព្រោះអីនេះមានសាស្ត្រាចារ្យជំនួយនៅមហាវិទ្យាល័យឬក៏សាកលវិទ្យាល័យធម្មសាស្ត្រសាស្ត្រាចារ្យអក្សរាផុងខំគុណសាស្ត្រាចារ្យអក្សរាផុងខំគុណនេះគឺគាត់បានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានខៅសុតដែលគាត់និយាយជំទាស់នឹងការលុប MOU ទៅមិនធ្វើពី3ថ្ងៃមុននេះទេសាស្ត្រាចារ្យរូបនេះគាត់ថាថៃនៅពេលដែលលុប MOU 2001នេះទៅគឺថៃបង្ហាញពិភពលោកថាជាអ្នកគ្មានភាពចាស់ទុំរំលោភបំពានគោលការណ៍ដែលធ្វើឲ្យកម្ពុជាមានដងដាវដោយសារនៅក្នុងន័យមួយថាអនុសារណៈនៃការយោគយល់គ្នាមានស្រាប់ទៅហើយចោះព្រមព្រៀងគ្នាហើយដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រត្រួតស៊ីគ្នាហេតុអីបានជាយើងទៅលុបចោលហើយលុបចោលដោយឯកតោភាគីទៀតអីអញ្ចឹងណាគេចង់និយាយថាថៃបំពេញច្បាប់បំពេញគោលការណ៍អីមកកណោទោះជាយកហេតុផលណាក៏ដោយក៏សាស្ត្រាចារ្យជំនួយរូបនេះយល់ថាថៃធ្វើខុសដែលធ្វើឲ្យពិភពលោកមើលងាយថៃហើយថាថៃហ្នឹងគឺធ្វើប្រទេសផ្ដាស់អញ្ចឹងណាខ្ញុំឃើញច្បាប់បញ្ញវន្តថៃមិនមែនតែមួយទេច្រើនគ្នានិយាយពីរឿង MOU 2001ហ្នឹងដែលលុបទៅគឺខាតប្រយោជន៍ថៃច្រើនណាអាហ្នឹងហើយបានជាខ្ញុំចិត្តតែឆ្ងល់ថាចុះបើលោកហ៊ុនសែនដឹងឲ្យខាតប្រយោជន៍ថៃហេតុអីបានជានៅតែរំលឹកនៅតែសោកស្ដាយនៅតែអីមិនឲ្យលុបហ្មងទៅព្រោះវាខាតថៃទេប៉ុន្តែឥឡូវថៃគេអត់ថយក្រោយទេហេតុអីបានជាថៃត្រូវការលុប MOU 2001ថ្ងៃនេះគឺថៃបានបញ្ជាក់ឲ្យកាន់តែច្បាស់ទៀតថារឿងពាក់ព័ន្ធនឹង MOU 2001ហ្នឹងគឺពាក់ព័ន្ធនឹងជំហររបស់ថៃរឿងកោះកុដហើយនឹងការវិនិយោគអញ្ចឹង
ចំពោះខ្ញុំបន្ថែមមួយទៀតតាមពិតថៃបង្ហាញតែរឿងពីរទេដែលសំខាន់រឿងលុប MOU 2001ទី1គឺរឿងកោះកុដទី2គឺរឿងធនធានរ៉ែក្រោមដែនសមុទ្ររបស់ខ្មែរថៃដែលត្រួតស៊ីគ្នាហ្នឹងកោះកុដនេះគឺថៃចង់ជំរះមន្ទិលឲ្យអស់ព្រោះថៃបានចាត់ទុកថា MOU 2001ដែលចុះតាំងពីសម័យមានលោកថាក់ស៊ីនឬក៏អីរដ្ឋតកាលរកថាក់ស៊ីនស៊ីនវ៉ាត់នៅកាន់អីហ្នឹងក្រោយៗមកហ្នឹងគឺអា MOU ហ្នឹងថាត្រូវរើគ្នាជាមួយខ្មែរធ្វើឲ្យបាត់បង់ប្រយោជន៍ថៃដែលថាបើមាន MOU 2001ហ្នឹងធ្វើឲ្យកម្ពុជាមានសិទ្ធិទាមទារចំណាយកោះកុដហើយនឹងដែនសមុទ្រត្រួតស៊ីគ្នានឹងវាចំណេញកម្ពុជាច្រើនអានេះបើតាមអ្វីដែលជាខាងភាគីថៃគេអះអាងគឺបើលុបអា MOU នឹងចេញទៅគឺកម្ពុជាបាត់សិទ្ធិទាមទារកោះកុដតែម្ដងឬក៏និយាយជាឲ្យខ្លីរដ្ឋមន្ត្រីការបរទេសថៃលោកសៀស័កភួងកេតកៅថ្ងៃនេះបញ្ជាក់ចំហម្ដងទៀតថាកោះកុដគឺជារបស់ថៃហេតុអីបានជាថៃនិយាយរឿងកោះកុដដដែលហើយដដែលទៀតបងប្អូនអញ្ចឹងបានន័យថាបញ្ហា MOU 2001នេះគឺវាពាក់ព័ន្ធនឹងកោះកុដនឹងសម្បើមរឿងដែលអត់មាននិយាយសោះគឺខាងភាគីកម្ពុជានឹងមកភាគីកម្ពុជាឲ្យតែនិយាយពីរឿងកោះកុដគឺស្ងាត់មាត់ឆឹងមកនិយាយអីក៏មិននិយាយដែរដូចលោកហ៊ុនម៉ាណែតបានត្រឹមតែកាលយូរហើយឆ្នាំមុននោះ2004នោះមែន2ឆ្នាំហើយលោកហ៊ុនម៉ាណែតបើថាណានិយាយរឿងប៉ះកោះកុដគាត់ថាកោះកុដហ្នឹងគេដឹងហើយគេចេះហើយគេចេះធ្វើការហើយទុកឲ្យរដ្ឋាភិបាលធ្វើការជឿទុកចិត្តរដ្ឋាភិបាលទៅវាអត់បាត់ទៅណាទេកោះកុដនៅតែហ្នឹងហើយអត់មានតវ៉ាគេអត់មានចេញលិខិតថ្កោលទោសអត់មានចេញលិខិតទាមទារចេញលិខិតបដិសេធអីដូចអ្វីដែលយើងបដិសេធរឿងព្រំប្រទល់ដែនគោកសោះដែលនេះគឺកម្ពុជាបាត់សិទ្ធិស្របច្បាប់របស់ខ្លួននៅក្នុងការតវ៉ាដែលជាច្បាប់ទំនៀមទម្លាប់អន្តរជាតិណាចុះបើយើងតវ៉ាព្រំដែនគោកនោះយើងតវ៉ាដល់7-800ដងម៉េះចុះរឿងកោះកុដតាំងពីគេថាបោះគេមកយើងអត់តវ៉ាសោះដូច្នេះថៃចាប់ផ្ដើមបានដៃភ្លាមនៅពេលដែលអ្នកស្រីដំបងឡើយលោកថាក់ស៊ីនថាកោះកុដគឺជាកម្មសិទ្ធិរបស់ថៃ1,000,000%ក្រោយមកបៃថងឋានថា100%ក្រោយមកលោកអនុទិនច័ន្ទវរៈគុលថ្មីនេះថា100%ទៀតឥឡូវថ្ងៃនេះលោកសៀស័កភួងកេតកៅថា100%ទៀតគឺជាកម្មសិទ្ធិរបស់ថៃផ្ដាច់មុខអញ្ចឹងមេដឹកនាំថៃទាំងអស់ដែលជាអ្នកដែលកាន់រដ្ឋាភិបាលស្របច្បាប់សុទ្ធតែអះអាងជាផ្លូវការថាកោះកុដជារបស់ថៃ2ឆ្នាំជាប់គ្នាហើយកម្ពុជានៅស្ងៀមជាជាងស្រដីតែពាជិះខ្ចីជាជាងទនេមាត់នេះជាការបាត់ឱកាសកម្ពុជានៅក្នុងការប្រាប់ទៅអន្តរជាតិថាកម្ពុជាតវ៉ារឿងកោះកុដហើយរឿងនេះគ្រោះថ្នាក់មែនតើណាបងប្អូនអត់មានលេងសើចទេគឺកម្ពុជាមិនដឹងថាគាត់មានរឿងអីរឿងកោះកុដនេះមួយគឺយើងមិនដែលតវ៉ាសោះយើងមិនដែលថាឥឡូវតវ៉ាដោយក្នុង MOU ក្នុងអីខ្ញុំអត់ដឹងទេប៉ុន្តែសំខាន់តាំងពីគេលើកឡើងជាផ្លូវការតាំងនាយករដ្ឋមន្ត្រីថៃអ្នកស្រីបៃថងឋានឥឡូវដល់លោកអនុទិនឥឡូវដល់រដ្ឋមន្ត្រីក្រសួងការបរទេសថៃសុទ្ធតែជាអ្នកតំណាងឲ្យដែនអធិបតេយ្យថៃទាំងអស់ហើយគេទៀមទាគេប្រកាសថាកោះកុដគឺជារបស់គេ100%ដោយអត់មានពាក់ព័ន្ធអីចំណែកណាមួយរបស់ខ្មែរអត់មានតវ៉ាអត់មានសំសិទ្ធរក្សាថានឹងតវ៉ារឿងនេះត្រូវដាក់ឲ្យមានជាច្បាប់ទំនៀមទម្លាប់អន្តរជាតិចុះបើកម្ពុជាអួតអាងប្រាប់គេថាណែថៃមិនអាចមកយកដីប្រមាណ50-60ដុំនឹងបានទេណាព្រោះអីកម្ពុជាបានតវ៉ាជាអន្តរជាតិហើយលិខិតតវ៉ានឹងការតវ៉ាជាប្រចាំថាមិនទទួលស្គាល់ព្រំដែនប្រែប្រួលដល់កម្លាំងប្រដាប់អាវុធអីហ្នឹងគឺជាការតវ៉ាស្របច្បាប់ដើម្បីប្រាប់ថាថៃមិនអាចយកដីខ្មែរបានយើងច្បាស់ម៉េះថាហ្នឹងជាដីរបស់យើងដោយសារយើងសំអាងលើលិខិតតវ៉ាតែតាមពិតដែលយើងគួរតែប្តឹងទៅតុលាការអន្តរជាតិបាត់ទៅហើយម៉ោងនេះដែលមានសិទ្ធិស្របច្បាប់តែយើងនៅតែតវ៉ាបែរទៅជាទុកចិត្តអាលិខិតតវ៉ាហ្នឹងថាជាលទ្ធផលគឺនឹងបានដីនឹងមកវិញព្រោះអីយើងតវ៉ាយើងមិនឲ្យយើងមិនព្រមឲ្យគេប៉ុន្តែចោះកោះកុដហេតុអីក៏យើងអត់តវ៉ាសោះចាចឹងហ្នឹងមិនបាត់ទៅគេទាំងស្រុងហើយចឹងអានេះគឺជារឿងមួយដែលរដ្ឋាភិបាលកម្ពុជាត្រូវឆ្លើយចំពោះមុខប្រវត្តិសាស្ត្រនិងប្រជាពលរដ្ឋខ្មែរទូទៅដើម្បីឲ្យដឹងថាតើហេតុអីបានជារដ្ឋាភិបាលអត់តវ៉ាថៃរឿងកោះកុដឬមួយក៏យើងគិតថាចាំដល់ពេលយន្តការហ្នឹងទៅប្តឹងឬក៏ប្រើយន្តការផ្សះផ្សាដោយចាប់បង្ខំអីហ្នឹងយើងនឹងយករឿងហ្នឹងមកនិយាយរឿងតែពេលគេនិយាយអីក៏ដោយថ្នាក់ដឹកនាំថៃនិយាយអីក៏ដោយតាក់ទងនឹងដែនអធិបតេយ្យរបស់ខ្មែរដែលមានចំណែកគឺយើងជាប្រទេសសម័យត្រូវតវ៉ាភ្លាមព្រោះការមិនតវ៉ាសោះគឺការបាត់បង់ភាពស្របច្បាប់នៅក្នុងការគ្រប់គ្រងដែនអធិបតេយ្យក្នុងទំនៀមទម្លាប់ច្បាប់ទំនៀមទម្លាប់អន្តរជាតិគឺយើងបាត់ហើយខ្ញុំសរសើរក្រសួងការបរទេសកម្ពុជាក្រសួងវិចិត្រសិល្បៈក្រសួងវប្បធម៌ក្រសួងអីនៅកម្ពុជានឹងដែលកន្លងមកគឺសរស័ក្តិសស្រាំណាស់មិនដែលបាត់លិខិតតវ៉ាមួយម៉ាត់ទេតវ៉ារឿងព្រះវិហាររឿងប្រាសាទតាកបីប្រាសាទតំន់តុយតំន់ធំរឿងអីក៏ដោយយើងតវ៉ាណាដោយសារតែយើងគិតថាលិខិតតវ៉ាហ្នឹងគឺជាលិខិត
ផ្លូវការគតិយុត្តក្នុងផ្លូវអន្តរជាតិដើម្បីបញ្ជាក់អំពីជំហរកម្ពុជាមិនឲ្យថៃធ្វើអីឈ្លានពានលើដែនអធិបតេយ្យខ្មែរបានតាមអំពើចិត្តហើយយើងគិតថាអានឹងបានផលតែដល់រឿងកោះគុតយើងអត់បានតវ៉ាគេមួយម៉ាត់សោះម្ដងទៀតបងប្អូនរឿងព្រំដែនខ្មែរថៃខ្ញុំនៅតែគិតថាគ្មានដំណោះស្រាយណាដែលអាចនឹងបានដីមកវិញក្រៅពីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិទេអញ្ចឹងបើដូចលោកហ៊ុនសែនថាឥឡូវត្រូវតែតវ៉ារឿងព្រំដែនសមុទ្រត្រួតស៊ីគ្នានឹងទៅយន្តការអន្តរជាតិឲ្យហើយទៅមកសារមកកញ្ចប់ហ្មងជាមួយនឹងព្រំដែនគោកនឹងទៅហេតុអីបានចាំបាច់ចាំទៅអីអាព្រំដែនគោកគេបំពេញយើងនៅកន្លែងហ្នឹងភ័ស្តុតាងចាក់ស្ដែងហ្នឹងហើយចាំកាលអារឿងព្រំដែនសមុទ្រអត់ទាន់មានរឿងអីជាមួយគ្នាសោះព្រោះគាត់តែគេប្រកាសលុប MOU អត់ទាន់ឆ្លោះគ្នាទេណាហើយយើងចាប់ផ្ដើមពមៀនរឿងទៅដាក់ប្តឹងដល់តុលាការឬក៏យន្តការអន្តរជាតិណាបាត់ទៅហើយស្កាត់ផ្លូវទុកមិនតែអ្វីដែលពងកើតឡើងអត់ព្រមយកទៅប្តឹងអានេះគឺជារឿងមួយដែលពិបាកយល់អំពីចំហកម្ពុជាណាប៉ុន្តែលោកសៀអស័កថាកោះគុតគឺជាដីថៃ 100% ហើយច្បាស់លាស់ថាអត់មានកម្ពុជាអាចទាមទារអីបានទេហើយកម្ពុជាអត់តវ៉ាអីសោះអញ្ចឹងយើងបាត់សិទ្ធិតវ៉ាកោះគុតនឹងរឿងដែនសមុទ្រត្រួតស៊ីគ្នាយើងអាចមានការចរចាប៉ុន្តែកោះគុតមួយគឺយើងបាត់សិទ្ធិឲ្យព្រោះ2ឆ្នាំហើយយើងអត់ដែលតវ៉ាទេឥឡូវនេះចូលដល់រឿងថៃហេតុអីបានជាលុប MOU 2001ខ្ញុំថាមាន2ចំណុចថៃក៏បង្ហាញឲ្យឃើញច្បាស់ដែរថ្ងៃនេះលោកសៀអស័កភួងកេតកែវនិងមន្ត្រីរបស់រដ្ឋាភិបាលថៃហ្នឹងក៏បានបញ្ជាក់ក្នុងសារព័ត៌មានថៃហ្នឹងថារឿង2ដែលសំខាន់រឿងលុប MOU 2001ទី1កោះគុតទី2គឺការស្ដារទំនុកចិត្តវិនិយោគិនបរទេសដើម្បីឲ្យទៅរកស៊ីតាក់ទងនឹងធនធានរ៉ែធម្មជាតិក្រោមដីនៅក្នុងដែនសមុទ្រត្រួតស៊ីគ្នា 26000 គីឡូម៉ែត្រការ៉េនៅដែលជាត្រួតស៊ីគ្នាថៃខ្មែរកន្លែងតាក់ទងនឹង MOU 2001ហ្នឹងព្រោះគេថាមាន MOU ហ្នឹង25ឆ្នាំហើយអត់អាចធ្វើអីកើតទេធ្វើឲ្យការវិនិយោគអីនៅក្នុងដែនសមុទ្រហ្នឹងអត់បានហើយឥឡូវនេះដោយសារតែមានវិបត្តិប្រេងដោយសារតែចំនួនអ៊ីរ៉ង់នៅច្រកហមូសអីហ្នឹងប្រេងសាំងប្រេងអីហ្នឹងវាកាន់តែឡើងថ្លៃថៃគិតថាកំណត់ទ្របរ៉ែដ៏មហាសាលនៅបាតសមុទ្រនេះគឺនឹងជួយឲ្យសេដ្ឋកិច្ចថៃបានរីកចម្រើនយ៉ាងសម្បើមនៅពេលដែលដោះរនាំងគឺ MOU 2001ដែលអត់អាចធ្វើអីអភិវឌ្ឍអីបានច្រើននៅក្នុងរយៈពេល25ឆ្នាំហ្នឹងថៃគេយល់លេសថាបើយកអាហ្នឹងចេញគឺថៃធ្វើអីក៏បានដែរនៅក្នុងដែនសមុទ្រត្រួតស៊ីគ្នាហ្នឹងនឹងបូមប្រេងបូមអីបានទៅធ្វើឲ្យមានក្រុមហ៊ុនវិនិយោគច្រើនធ្វើឲ្យសេដ្ឋកិច្ចថៃដើរហើយប្រេងសាំងប្រេងអីក៏នឹងចុះថោកនៅថៃដែរនេះគោលបំណងថៃគេថាគេមាន2នឹងសំខាន់គឺលើកទឹកចិត្តវិនិយោគិនបរទេសឲ្យវិនិយោគឬថៃឲ្យវិនិយោគនៅអាដែនសមុទ្រត្រួតស៊ីគ្នាហ្នឹងឲ្យបានច្រើនដើម្បីកំណើនសេដ្ឋកិច្ចថៃអាស្រ័យផលធនធានធម្មជាតិរ៉ែក្រោមសមុទ្រហ្នឹងអានេះគេចង់ធ្វើអញ្ចឹងប៉ុន្តែកម្ពុជាបានប្រាប់ឲ្យថាបើធ្វើអីអត់មាននេះព្រមព្រៀងគ្នាគឺយើងប្តឹងឥឡូវយើងចាំមើលតទៅទៀតតើវាបានផលយ៉ាងម៉េចព្រោះឥឡូវវាអត់ទាន់ឆ្លោះគ្នានៅឡើយទេសំខាន់គឺដែនគោកតែខ្ញុំថែមមួយទៀតពីរឿងថៃលុប MOU 2001គឺថៃមានចេតនាចង់ពង្រៀងពង្វក់ដានខ្មែរឲ្យនាំគ្នាទៅដុតព្រៃនៅកន្លែង classic យុទ្ធសាស្ត្ររបស់ថៃគឺឲ្យដុតព្រៃនៅកន្លែងផ្សេងឲ្យមកភ្លេចអាភ្លើងឆេះព្រៃនៅព្រំដែនដែលថៃយកបាន60កន្លែងជាងហ្នឹងព្រោះអីកម្ពុជាអត់ប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិព្រមទាំងអន្តរជាតិរឿងដែនគោកផងអញ្ចឹងទៅក្លុកដែនទឹកបន្តិចទៅយើងវល់រឿងដែនទឹកយើងភ្លេចដែនគោកហើយឥឡូវនាំគ្នាជជែកតែរឿងដែនទឹកទេអាដែនគោកហ្នឹងអត់ប្តឹងទៅថៃទៅអីណាទេឃើញថៃពង្រៀងការចាប់អារម្មណ៍របស់យើងឃើញថ្នាក់ដឹកនាំយើងគ្រប់ក្រសួងគ្រប់មន្ទីរនិយាយតែពីរឿងដែនទឹកទេឥឡូវហ្នឹងយើងកំពុងតែញោមញីរឿងដែនទឹកហ្នឹងហើយថៃទាញយើងទៅបានតែឥឡូវយើងព្រមានថៃថានឹងប្រើយន្តការអន្តរជាតិកុំអាលប្រើយន្តការអន្តរជាតិរឿងច្បាប់សមុទ្រអត់ណាហាមឃាត់យើងទេច្បាប់អន្តរជាតិមាននៅហ្នឹងហើយមិនបាច់ព្រមានថៃអីទៀតទេគឺបើគេលុបចោលលុបទៅហើយយើងដាក់ទៅអន្តរជាតិដាក់ទៅចាំមិនប្រាប់ទៅអីព្រោះច្បាប់អន្តរជាតិអនុញ្ញាតឲ្យយើងធ្វើអញ្ចឹងបានដូចគ្នាព្រំដែនគោកដែលគេកំពុងឈ្លានពាននេះត្រូវប្តឹងគេទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិទៅកុំទុកហើយចោះរដ្ឋសភាអីខំប្រឹងអនុម័តច្បាប់ព្រឹទ្ធសភាអីខំប្រឹងស្រោះគ្នាមកហើយចុះបើឥឡូវស្រាប់ស្ងាត់ឈឹងទៅនិយាយពីរឿងដែនសមុទ្រដែលអត់ទាន់មានឆ្លុះគ្នាតើយើងនឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរវិលវល់ប៉ុណ្ណាទៀតឥឡូវប្តឹងរឿងព្រំដែនគោកសិនណាចាំគិតពីរឿងព្រំដែនទឹកនៅពេលដែលឆ្លុះគ្នាថ្ងៃមុខទៀតព្រោះអីឥឡូវវាអត់ទាន់មានអាណាជីករករករ៉ែនៅតំបន់ហ្នឹងនៅឡើយដែលធ្វើឲ្យខ្មែរផ្ទាស់ថៃទេព្រោះឥឡូវគ្រាន់តែជាការដែលចង់សាកមើលតែខ្មែរយើងលូតប្រហែលជំហានអីចឹងទៅឥឡូវគេថៃគេដឹងហើយថាខ្មែរចង់លោតទៅឆាកអន្តរជាតិថៃទប់ភ្លាមថាអត់ទៅឆាកអន្តរជាតិទេគឺថៃខ្លាចតុលាការអន្តរជាតិណាតែខ្មែរដឹងតែថៃខ្លាចដែរអត់ប្តឹងថៃរឿងព្រំដែនគោកហ្នឹងអត់យល់ហើយនៅតែគិតថាទៀមទាចរចាទ្វេភាគីថៃចង់ឲ្យចរចាទ្វេភាគីហ្នឹងតើឥឡូវយើងថាទ្វេភាគីអត់ចរចាទេទៅអន្តរជាតិអើយកញ្ញាញ់គួរ
ឥឡូវនេះគឺព័ត៌មាននៅអូយពេលវេលាដល់ហើយបងប្អូនអើយតែព័ត៌មាននៅឆ្លើយណាក្រសួងមន្ទីរវិចិត្រសិល្បៈថៃបានចុះបញ្ជីប្រាសាទខ្មែរចំនួន3ថាជាបេតិកភណ្ឌជាតិរបស់ថៃជាផ្លូវការគ្រោះថ្នាក់មែនតើបងប្អូនឃើញនៅយើងអត់ប្តឹងថៃទៅតុលាការអន្តរជាតិនៅថ្កោលទោសនៅជូនដំណឹងនៅបដិសេធនៅអីចឹងទៅឥឡូវថៃគេអត់មានបានមកខ្វល់យើងទេយើងចេះតែកិនចិនចេះតែកត់ថៃចេះតែប្រឹងរបស់គេដែរឈូសឆាយចុះឥឡូវគេចុះប្រាសាទ3គឺប្រាសាទខ្នាប្រាសាទតំនតូចតំនធំនិងប្រាសាទតាកបីជាបេតិកភណ្ឌជាតិរបស់ថៃវប្បធម៌របស់គេជាមួយនឹងប្រាសាទជិត30ទៀតអាប្រហែលទៀតយើងមិនសូវខ្វល់ទេព្រោះអាប្រាសាទ3នេះគឺជាប្រាសាទរបស់ខ្មែរតាតំនធំតំនតូចតាកបីហើយឥឡូវដល់ពេលចុះក្នុងបញ្ជីបេតិកភណ្ឌរបស់ថៃមានន័យថាម៉េចមានន័យថាជាសម្បត្តិជាតិរបស់គេគឺអត់អាចនឹងយើងទៅយកពីគេមកបានទេអានេះហើយគេនឹងយកហេតុផលថាគេវាយបានហើយយើងព្រមឲ្យគេនៅណានៅហ្នឹងហើយយើងអត់ព្រមប្តឹងគេអាគេធ្វើមួយថ្ងៃកាន់តែធ្វើឲ្យរបស់ហ្នឹងទៅជារបស់គេហើយយើងនឹងនៅតែតវ៉ាជំទាស់ទាមទារតវ៉ាជំទាស់ទាមទារចរចាទ្វេភាគីអារឿងសមុទ្រអត់ចរចាទ្វេភាគីគេអត់ឲ្យយើងប្តឹងទៅតុលាការអន្តរជាតិយើងពុំមានគេប្តឹងទៅអន្តរជាតិរឿងសមុទ្រឥឡូវរឿងដែនគោកយើងអត់ប្តឹងតែប្រជាពលរដ្ឋខ្មែរនឹងរងការធ្វើនយោបាយប្រជាពិធនៅបោកប្រាស់នេះដល់ពេលណាទៀតខ្ញុំកំពុងតែឆ្ងល់ឥឡូវតកតងនឹងរឿងអភិបាលខេត្តបាត់ដំបងឯនោះវិញព្រំប្រទល់ខេត្តបាត់ដំបងស្រុកគំរៀងបង្គោលព្រំដែនលេខ52ដល់លេខ54ថៃធ្វើលបងបេតុងស្រាប់តែថ្ងៃនេះអភិបាលខេត្តបាត់ដំបងលោកសុកលូប្រាប់សារព័ត៌មានក្នុងស្រុកមួយឈ្មោះថា The Economist គាត់ថាថៃធ្វើតែបោះថៃអត់មានចូលដីខ្មែរផងព្រោះអាហ្នឹងព្រមព្រៀងគ្នាពីមុនរួចទៅហើយអាកន្លែងដែលថៃកំពុងសាងសង់លបងបេតុងហ្នឹងគឺអត់មានតាក់ទងអីប៉ះពាល់នឹងការរំលោភដែនអធិបតេយ្យកម្ពុជាផងគាត់និយាយការពារអញ្ចឹងហើយខ្ញុំសួរថាគាត់មានពិគ្រោះជាមួយរដ្ឋាភិបាលឬមានសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសទេដែលអភិបាលខេត្តមកអះអាងថាអាលបងដែលគេសង់បេតុងហ្នឹងសង់ក្នុងដីគេតាមានប៉ះពាល់អីនឹងស្រុកខ្មែរអត់មានប៉ះពាល់ដែនអធិបតេយ្យយើងهمព្រមព្រៀងគ្នារួចហើយប៉ុន្តែក្រសួងការបរទេសកម្ពុជាតែថ្ងៃទី10ម្សិលមិញនេះម្សិលមួយថ្ងៃនេះចេញសេចក្តីថ្លែងការណ៍តវ៉ាដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃដែលកាន់កាប់ដោយខុសច្បាប់នៅតំបន់ព្រំដែនថៃហើយក្នុងចំណោមតវ៉ានោះមានចំណុចមួយគឺតវ៉ាប្រឆាំងនឹងការសាងសង់របងព្រំដែនឯកតោភាគីក្នុងតំបន់ចន្លោះបង្គោលព្រំដែនលេខ52និងលេខ54ដែលចាប់ផ្ដើមតាំងពីថ្ងៃទី2ខែមេសាឆ្នាំ2026ដែលក្នុងដែនអធិបតេយ្យខេត្តបាត់ដំបងស្រុកគំរៀងហ្នឹងរួចទៅឥឡូវស្រាប់តែមកលោកប្រាប់ថាអាហ្នឹងគឺអត់នេះទេបើចង់ច្បាស់ឲ្យទៅសួរគណៈកម្មការព្រំដែនអត់គេធ្វើរបស់គេគឺអត់មានតាក់ទងក្នុងដែនអធិបតេយ្យរបស់យើងផងហើយកុំឲ្យស្ដាប់ព័ត៌មានបំប៉ោងឲ្យស្ដាប់តែព័ត៌មានប្រភពច្បាស់ការពីរដ្ឋាភិបាលលោកសុកលូប្រាប់កាសែត The Economist ហ្នឹងអញ្ចឹងណារួចទៅឲ្យទៅប្រាប់ចាប់បើក្រសួងការបរទេសដែលជាប្រភពផ្លូវការនិយាយថាថៃកំពុងឈ្លានពានធ្វើលបងព្រំដែនរំលោភដែនអធិបតេយ្យរបស់កម្ពុជាហើយស្រាប់ដល់ពេលអភិបាលខេត្តមួយដែលការពារដែនអធិបតេយ្យកម្ពុជាជំនួសឲ្យរដ្ឋាភិបាលនិងប្រជាពលរដ្ឋ18លាននាក់គាត់មកប្រាប់ថាអត់មានបានប៉ះពាល់ដល់ដែនអធិបតេយ្យហ្នឹងគេធ្វើរបស់គេនេះគឺជារឿងគ្រោះថ្នាក់ណាស់ខ្ញុំជឿថាលោកសុកលូនឹងគាត់មិនដឹងចង់និយាយពីបកគោលណាគាត់និយាយរឿងទូទៅហ្មងថាថៃអត់បានសង់អីឈ្លានពានអត់បាននិយាយបកគោលអីត្រូវត្រឹមត្រូវក៏ដោយប៉ុន្តែមកចេញឆ្លើយមកផ្ទុយជាមួយនឹងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបែបនេះតើមានន័យយ៉ាងម៉េចអភិបាលខេត្តឆ្លើយផ្ទុយនឹងរដ្ឋាភិបាលដែលថាថៃឈ្លានពានសង់របងទន្ទ្រានចូលដីខ្មែរអភិបាលខេត្តថាអត់ផងតើយ៉ាងម៉េចទៅវិញរឿងនេះអូយយើងទៅពធឥឡូវចុងក្រោយគឺប៉ូលីសថៃរកឃើញភស្តុតាងថ្មីរឿងជនជាតិចិនកាន់លិខិតឆ្លងដែនខ្មែរឈ្មោះស៊ិនមីងចិនដែលចាប់ខ្លួននៅថៃហ្នឹងថាជាប់ពាក់ព័ន្ធនឹងការឆោបបោកនៅកម្ពុជាបងប្អូនប្រហែលថ្ងៃនេះណាថៃចាប់បានជនជាតិចិនមានសញ្ជាតិខ្មែរម្នាក់នៅថៃដោយសារគ្រោះថ្នាក់ចរាចរណ៍ដំបងឡើយដល់ពេលគេទៅឆែកឆេរផ្ទះទៅឃើញកំភ្លើងឃើញអីមកកណោក៏ដឹកក្របបាយក្របអីទៅគេដំបងថៃចោតប្រកាន់ថាបុគ្គលម្នាក់នេះគឺមានផែនការដើម្បីធ្វើវិធានសនាឬភេរវកម្មអីនៅថៃសម្រាប់មេដឹកនាំថៃអីដោយសារតែមានតំណែងតំណងធ្លាប់ឆ្លងកាត់វគ្គបណ្ដុះបណ្ដាលអីជាមួយកងអង្គរៈនៅស្រុកខ្មែរប៉ុន្តែអារឿងចោតប្រកាន់នេះគឺត្រូវបានមន្ត្រីអគ្គស្នងការដ្ឋាននគរបាលជាតិនៅកម្ពុជាអ្នកនាំពាក្យអីលោកឆៃកំខឿនអីហ្នឹងប្រាប់សារព័ត៌មានក្នុងស្រុកថាជាការចោតប្រកាន់លៀបពណ៌កម្ពុជាមកដាក់កងអង្គរៈនាយករដ្ឋមន្ត្រីខ្មែរជាប់ពាក់ព័ន្ធនឹងអីចឹងទៅប៉ុន្តែថ្ងៃនេះខាងថៃក៏គេបានរកឃើញភស្តុតាងថ្មីថាមែនតើទៅគឺអត់មានភស្តុតាងដែលភ្ជាប់ជនជាតិចិនដែលមានសញ្ជាតិខ្មែររូបនេះទៅនឹងកងអង្គរៈ
នាយករដ្ឋមន្ត្រីខ្មែរទេប៉ុន្តែគេរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញនៅកម្ពុជាអញ្ចឹងគេកំពុងតែតតាំងរឿងនេះតទៅទៀតស៊ើបអង្កេតថែមទៀតឃើញចូលឆបោកទៀតហើយមានសញ្ជាតិខ្មែរទៀតកាន់ប៉ាសពតខ្មែរតែជាជនជាតិចិនទៅទៀតហើយបងប្អូនថៃបានឱកាសហ្នឹងឃើញថាការឆបោកហ្នឹងគឺនៅក្រៅពេញផ្ទៃប្រទេសហើយភ្ជាប់ខ្មែរចូលក្នុងនឹងទៀតបាទឥឡូវយើងបន្តទៅទៀតបងប្អូនតាក់ទងនឹងព័ត៌មានពីរឿងសុខភាពម្ដងប្រធានអង្គការសុខភាពពិភពលោកបានប្រាប់ប្រទេសទាំងអស់លើពិភពលោកឲ្យត្រៀមទប់នឹងវីរុស Hanta បាទដែលអាចនឹងឆ្លងច្រើនទៀតគឺលោកអឺ Teddenham ដែលលោកសំទោសលោកប្រធានអង្គការសុខភាពពិភពលោកគាត់បានប្រកាសប្រាប់ប្រជាជនឬក៏ប្រទេសទាំងអស់នៅលើពិភពលោកឲ្យត្រៀមថាមេរោគ Hanta នេះគឺវានឹងអាចឆ្លងច្រើនទៀតប៉ុន្តែមិនឲ្យថាព្រួយបារម្ភជ្រួលច្របល់គ្រាន់តែត្រៀមទប់ទៅព្រោះអីវាបានឆ្លងច្រើនករណីថែមទៀតប៉ុន្តែពេលដែលលោកថាឆ្លងច្រើនករណីហ្នឹងកន្លងមកនេះគឺយើងឃើញមានករណីដែលឆ្លងជំងឺនេះតែ11ករណីប៉ុណ្ណោះ3អ្នកស្លាប់គឺនៅលើកប៉ាល់មួយដែលមានជាតិសាសន៍23ប្រទេសនៅលើកប៉ាល់ឥឡូវគេចាប់ធ្វើចតាល័យស័កហើយហាចតាល័យស័កដាក់ឲ្យដាច់នៅដល់ឡែកហ្នឹងមេរោគនេះមានឥទ្ធិពលខ្លាំងជាងកូវីដទៀតព្រោះកូវីដអីគេធ្វើចតាល័យស័កតែ15ទៅ21ថ្ងៃអាមេរោគនេះចតាល័យស័កតតែ42ថ្ងៃបានច្បាស់មួយខែជាងដូច្នេះវារៀងកាចដែរតែវាមិនទាន់ឆ្លងរៀលដាលពេញទំហឹងដូចមេរោគកូវីដ19ទេបងប្អូនបាទហើយនឹងចុងក្រោយគឺព័ត៌មានតាក់ទងនឹងដីការបស់តុលាការយុត្តិធម៌អន្តរជាតិសំទោសព្រំប្រទានអន្តរជាតិ ICC បានសម្រេចបើកដីកាសម្ងាត់តាមពិតដីកាសម្ងាត់នេះចេញតាំងពីខែវិច្ឆិកាឆ្នាំ2025តែគេលាក់មិនឲ្យដឹងទេរឿងទៅចាប់ខ្លួនឧត្តមសេនីយ៍សំទោសមេប៉ូលីសដែលស្និទ្ធនឹងលោក Duterte Guterres សំទោសលោក Duterte Rodrigo Duterte ដែលជាអតីតប្រធានាធិបតីហ្វីលីពីនដែលឥឡូវហ្នឹងតុលាការព្រំប្រទានអន្តរជាតិ ICC កំពុងជំនុំជម្រះក្តីលោក Duterte ឲ្យចាប់គាត់ឃុំខ្លួននៅតុលាការព្រំប្រទាននេះហើយកាត់ក្តីចេះបន្តទៅទៀតតាក់ទងនឹងរឿងសម្លាប់មនុស្សយ៉ាងរង្គាលពេលដែលយុទ្ធនាការជួញដូរគ្រឿងញៀននៅឯទីក្រុងដាវ៉ូហើយនឹងនៅប្រទេសហ្វីលីពីនទាំងមូលដែលស្លាប់មនុស្សច្រើនពាន់នាក់ណាស់ដែលបាញ់សម្លាប់ដោយកងសន្តិសុខឬប្រធានប៉ូលីសអីហ្នឹងអញ្ចឹងឥឡូវគេចាប់លោក Duterte យកទៅកាត់ទោសគេក៏មានមេប៉ូលីសធំរបស់ប៉ូលីសជាតិមួយគឺលោក Ronald Rosa ហ្នឹងដែលពីមុនដីកាហ្នឹងចេញដោយសម្ងាត់ទេដែលចាប់ខ្លួនឥឡូវ ICC បើកដីកាហ្នឹងជាផ្លូវការហើយនៅថ្ងៃទី11ខែឧសភាហ្នឹងប្រាប់ថាតាមចាប់ដំសនីឬក៏មេប៉ូលីសរូបនេះដើម្បីយកទៅកាត់ទោសព្រោះអីធ្លាប់ជាមេប៉ូលីសនៅទីក្រុងដាវ៉ូហើយជាមនុស្សចំណិតនឹងលោកDuterteអញ្ចឹងហើយបានជាគេត្រូវទាមទារឲ្យចាប់ខ្លួនគាត់ដើម្បីបញ្ជូនយកទៅកាត់ទោសម្នាក់ទៀតហើយរឿងនេះខ្ញុំជឿថាបន្តិចទៀតរដ្ឋាភិបាលហ្វីលីពីនច្បាស់ជាសហការចាប់ខ្លួនលោកនេះហើយព្រោះអីគាត់សហការចាប់លោកDuterteបានដល់អត់មានអីអត់កំបាំងអីទៀតទេព្រោះហ្វីលីពីនចង់ធ្វើបាបក្រុមតាក់ទងនឹងលោកDuterteនេះដែរបាទយើងនឹងតាមដានព័ត៌មាននេះបន្តទៅទៀតបងប្អូនខ្ញុំដោយសារដល់ពេលអស់ម៉ោងទៅហើយខ្ញុំសូមស្លេះការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណេះអរគុណបងប្អូនដែលបានតរងត្រាប់ស្ដាប់ការផ្សាយខ្ញុំតាំងពីដើមដល់ចប់សូមជម្រាបលារីត្រីសួស្ដីបងប្អូននៅកម្ពុជាអរុនសួស្ដីបងប្អូននៅសហរដ្ឋអាមេរិកបាទយើងជួបគ្នានៅរីត្រីនេះទៀតបាទសូមជម្រាបលា